ភាគ2កុំភ្លេចពិនិត្យឧបករណ៍ពន្លត់អគ្គិភ័យនៅការដ្ឋានសួស្តីខ្ញុំជាមន្ត្រីសុវត្ថិភាពសូមនាំអ្នកទាំងអស់គ្នាទៅជួបជាមួយប្រព័ន្ធផ្សព្វផ្សាយសិក្សាអំពីសុវត្ថិភាពក្នុងភាគទី2កុំភ្លេចពិនិត្យបំពង់ពន្លត់អគ្គិភ័យនៅកន្លែងធ្វើការជួយផងមានភ្លើងឆេះស្ទើរតែទៅហើយអរគុណច្រើនណាស់អរគុណដែលមកពន្លត់ភ្លើងទាន់ពេលក្រៅពីចេះប្រើធុងពន្លត់ភ្លើងរឿងសំខាន់គឺការពិនិត្យធុងឲ្យរួចរាល់ខ្ញុំធ្វើការតែម្យ៉ាងមិនសូវមានពេលពិនិត្យទេចុះត្រូវមើលអ្វីខ្លះខ្ញុំភ្លេចអស់ហើយទី1ពិនិត្យមើលភាពរួចរាល់នៃបំពង់ពន្លត់អគ្គិភ័យជាមុនសិនគឺត្រូវពិនិត្យមើលស្ថានភាពបំពង់ដោយបំពង់ត្រូវតែមានសភាពពេញលេញល្អទី2កម្រិតវាស់សម្ពាធត្រូវតែស្ថិតនៅក្នុងចន្លោះពណ៌បៃតងទី3ទុយយោបាញ់ត្រូវតែគ្មានស្នាមប្រេះបែកទី4ធុងម្សៅគីមីស្ងួតត្រូវលើកចុះឡើង2ទៅ3ដងដើម្បីការពារកុំឲ្យម្សៅគីមីកកនៅពេលមានហេតុការណ៍អាសន្នបើមិនអាចពន្លត់ភ្លើងបានឬភ្លើងឆេះខ្លាំងត្រូវឈប់ធ្វើការហើយទៅកាន់ចំណុចប្រមូលផ្ដុំរួចតាក់ទងសុំជំនួយពីខាងក្រៅ